បាទសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញបាទវីដេអូនៅដីលក់មួយកន្លែងពុកម៉ែបងប្អូនបាទទីតាំងដីនេះគឺតម្លៃធូរថ្លៃមែនទែនពុកម៉ែបងប្អូនបាទគឺដីខេត្តកពតពុកម៉ែបងប្អូនបាទតែព្រំប្រទល់ជាប់នឹងខេត្តកែបតែម្ដងពុកម៉ែបងប្អូនបាទដីនេះគឺល្អមែនទែនពុកម៉ែបងប្អូនបាទហើយតម្លៃគឺធូរថ្លៃបាទគឺទីតាំងនេះល្អមែនទែនបាទសម្រាប់ពុកម៉ែបងប្អូនបាទដែលមានបំណងចង់ទិញដីទុកចំណេញឬមួយក៏ទិញរៀបចំជាចំការបាទដាំម្រេចដាំទុរេនដាំស្វាយដាំអីគឺត្រូវមែនទែនពុកម៉ែបងប្អូនបាទឬក៏ធ្វើផ្ទះជាកម្មផ្ទះអីពុកម៉ែបងប្អូនបាទដីនេះមានទំហំមហត្តាជាងពុកម៉ែបងប្អូនបាទមហត្តាបន្តិចបាទហ្នឹងបើយើងគិតវាស់ជាស្ដែងតែបើក្នុងប្លង់ដោយសារវាកាត់ចំណីផ្លូវហើយអស់ចិត្ត1ហិកតាពុកម៉ែបងប្អូនបាទ9000ម៉ែត្រការ៉េជាងបាទហើយក្បាលជាប់ផ្លូវ3ជ្រុងពុកម៉ែបងប្អូនបាទដីនេះគឺជាប់ផ្លូវ3ជ្រុងហើយបាទនេះគឺតឹងបាទនិយាយពីតឹងវា35ម៉ែត្រពុកម៉ែបងប្អូនបាទតឹង35ម៉ែត្រហើយបណ្ដោយជាប់ផ្លូវរហូតទៅដល់270ម៉ែត្រជាងពុកម៉ែបងប្អូន270ម៉ែត្រជាងគឺបណ្ដោយជាប់ផ្លូវវែងមែនតែនបាទហើយផ្លូវជាប់ផ្លូវខាងវែងហ្នឹងគឺ270ម៉ែត្រជាងហើយជម្រៅទៅក្រោយ35ម៉ែត្រពុកម៉ែបងប្អូនបាទដីនេះជាប្រភេទប្លង់រឹងពុកម៉ែបងប្អូនបាទប្លង់រឹងហើយវាលហើយពុកម៉ែបងប្អូនបាទព្រៃតែពីខាងមុខជាប់ចាំផ្លូវទេពុកម៉ែបងប្អូនបាទបើពីក្នុងគឺវាលម្ចាស់គាត់វាដូចធ្វើដំណាំនេះដំណាំនោះអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយបាទផ្លូវពីខាងមុខដីនេះគឺផ្លូវធំពុកម៉ែបងប្អូនបាទផ្លូវធំហើយដូចពុកម៉ែបងប្អូនមកឃើញក្នុងវីដេអូនេះអញ្ចឹងថាផ្លូវតូចបាទវាមិនមែនតូចទេបាទដោយសារវាអត់មានឡានបាទអត់មានឡានធំឡានអីរត់កាត់អញ្ចឹងទៅមានតែម៉ូតូមានតែគោយន្តមានតែអីអញ្ចឹងទៅវាយូរទៅព្រៃនេះវារូបវាដោះមករូបបើសិនជាឆ្កាព្រៃឆ្កាអីវាអស់គឺផ្លូវធំមែនតើពុកម៉ែបងប្អូនបាទហើយទីតាំងនេះគឺល្អមែនតើពុកម៉ែបងប្អូនបាទតម្លៃធូរថ្លៃពុកម៉ែបងប្អូនតម្លៃធូរថ្លៃមែនតើក្បាលជាប់ផ្លូវរហូតដល់275ម៉ែត្រពុកម៉ែបងប្អូនបាទគឺវែងមែនតើបាទជាប់ផ្លូវខាងមុខនេះពុកម៉ែបងប្អូនបាទហើយព្រៃនេះព្រៃតូចទេពុកម៉ែបងប្អូនព្រៃតូចទេយើងឆ្កាហើយរៀបចំធ្វើរបងធ្វើអីបាទដាំដំណាំអាចដាំម្រេចក៏បានដាំស្វាយឬក៏ដាំទុរេនដាំដូងដាំអីគឺល្អមែនតើពុកម៉ែបងប្អូនបាទហើយបើធ្វើផ្ទះជាកម្មធ្វើអីក៏បានដែរពុកម៉ែបងប្អូនបាទទីតាំងនេះបាទហើយបើតម្លៃធូរថ្លៃពុកម៉ែបងប្អូនបាទដោយសារម្ចាស់គាត់គុណលុយបាទដោយសារម្ចាស់គាត់គុណលុយបងធនាគារអញ្ចឹងគាត់លក់ធូរថ្លៃមែនតើពុកម៉ែបងប្អូនបាទគាត់ថាគាត់អត់និយាយមកក្រេម៉ានទេដោយសារម្ចាស់គាត់ជាអ្នកស្រែគាត់ដឹងថាតម្លៃសរុបអញ្ចឹងណាបងប្អូនណាបើតម្លៃបើទំហំក្នុងប្លង់9000ម៉ែត្រការ៉េជាងបងប្អូនណា9000ប្រមាណម៉ែត្រការ៉េទេគាត់ដាក់តម្លៃដូចជា20000ក្រាស់ចរចាបងប្អូនណា20000ក្រាស់ចរចាគឺធូរថ្លៃមែនតើបងប្អូនណាគាត់ថាគាត់គុណលុយគាត់លក់បញ្ញាប់ហើយបើគាត់ថាបើសិនជាគាត់លក់កន្លែងផ្សេងដាច់បើកន្លែងនេះគាត់ឈប់លក់វិញហើយបងប្អូនបាទហើយតម្លៃនេះកម្រមែនតើបងប្អូនបាទកម្រមានណាស់បាទហើយបាទដោយសារផ្លូវយ៉ាងជ្រាបបន្តិចសម្រាប់ឡានបងប្អូនបាទតែបើសម្រាប់ម៉ូតូគឺបាទទលាយឲ្យប្រភេទផ្លូវដីគ្រូក្រហមទៀតបងប្អូនបាទអត់បែកភក់អត់បែកទេបាទហើយដីគេជាប់ហ្នឹងក៏ជាប្រភេទដីចំការដែរបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនទិញមកប្លង់នេះហើយបាទចង់ទិញប្លង់ជាប់នឹងបន្តទៀតបាទប្លង់ដែលអត់ជាប់ខ្វល់បាទប្លង់ជាប់នឹងបន្តទៀតបាទពុកម៉ែបងប្អូនបាទអាចចរចាជាមួយម្ចាស់គាត់លក់បន្តទៀតពុកម៉ែបងប្អូនគាត់លក់បន្តទៀតតែសំខាន់គឺយើងចរចាទិញត្រូវមកប្លង់ផ្សេងទៀតគឺយើងអាចទិញបន្តទៀតបាទអានេះផ្លូវពីបាទខាងជាហៀងមកជ្រុងទៀតពុកម៉ែបងប្អូនបាទនេះផ្លូវពីជាហៀងមកជ្រុងទៀតជាប្រភេទផ្លូវគ្រូក្រហមទាំងអស់ពុកម៉ែបងប្អូនបាទ
hay bà mình chấm ca cái chụp nâng cùng mang phôn bà xin chỉ phúc mai bông phôn mình chấm nắp ở đó được mình chấm ngon là vậy mình thay bà ai chạy tôn mà nhưng bà ban bà tam dạy lấy tu sao của ban tu tam dạy telegram của ban đã cùng mang phôn bà mình đã đâu không cầu video này hay chấm phôn làm lại với cứ nhầm năng chấm đẹp chôn bà vàต่อទៀតបាទប្រសិនជាពុកម៉ែបងប្អូនចង់បានដីទីតាំងផ្សេងតាមទំហំឬក៏តាមតម្លៃដែលពុកម៉ែបងប្អូនចង់បានអាចតាក់ទងមកខ្ញុំបានបន្ថែមទៀតពុកម៉ែបងប្អូនបាទនេះគឺម្ចាស់គាត់ធ្វើវាលឲ្យពុកម៉ែបងប្អូនមកមានព្រៃម្ដុំទេពុកម៉ែបងប្អូនបាទហើយនេះបើសិនជាភាសាដីនេះអីត្រាក់គេភ្ជួរពុកម៉ែបងប្អូនណាភ្ជួរមកសាទៅទាំងព្រៃទាំងអីហ្នឹងគឺរៀបស្អាតចាស់តែម្ដងបាទដីនេះបាទទីតាំងល្អមែនតើពុកម៉ែបងប្អូនបាទមានចំណាប់អារម្មណ៍អីអាចតាក់ទងបានពុកម៉ែបងប្អូនបាទនេះភាសាម្ចាស់គាត់កុនលុយមែនតើហើយពុកម៉ែបងប្អូនបាទកុនលុយមែនតើហើយគាត់ថាបើលក់កន្លែងផ្សេងដាច់បានបងគ្នាគេរួចគាត់ឈប់លក់ដោយសារគាត់ស្ដាយដីមែនតើពុកម៉ែបងប្អូនគាត់ថាគាត់ស្ដាយដីណាស់ទីតាំងមួយនេះទេសភាពក៏ស្អាតបាទបរិយាកាសក៏ល្អហើយបាទផ្លូវវិញ3ជ្រុងពុកម៉ែបងប្អូនផ្លូវ3ជ្រុងហើយមួយជ្រុងនោះគឺវែងមែនតើពុកម៉ែបងប្អូនមួយជ្រុងនោះវែងមែនតើរហូតដល់270ម៉ែត្រជាងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបាទទិញទុកចំណេញទិញអីថ្ងៃក្រោយគឺល្អមែនតើពុកម៉ែបងប្អូនបាទដីទីតាំងមួយនេះហើយដីនៅបើយើងចុះពីខេត្តកែបទៅគឺចិត្តពុកម៉ែបងប្អូនមកចិត្តជាងបើចិត្តជាងមកពីកំពង់ត្រាចមកអីភាសាដីនេះព្រមតលជាប់នឹងដីភ្នំវល់ពុកម៉ែបងប្អូនមកដីជាប់នឹងព្រមតលនឹងភូមិចំការ3ពុកម៉ែបងប្អូនភូមិចំការ3វាជាប់គ្នាតែម្ដងបាទជាប់នឹងព្រមតលដីនឹងភូមិចំការ3តែម្ដងបាទហើយបើផ្លូវចូលមកស្អាតណាស់ពុកម៉ែបងប្អូនបាទចុះពីផ្លូវកស៊ូបាទចុះពីផ្លូវកស៊ូចំការ3ពុកម៉ែបងប្អូនណាចុះពីផ្លូវស៊ូបន្តិចដល់ឥឡូវចាំមើលបន្តិចទៀតខ្ញុំបង្ហាញពុកម៉ែបងប្អូនណាតិចខ្ញុំនឹងបង្ហាញដីផ្លូវចូលមកពុកម៉ែបងប្អូនអូខេបាទនេះជាផ្លូវធំពុកម៉ែបងប្អូនណាផ្លូវមកពីបំបែក4បាទមកពីភ្នំវល់ពុកម៉ែបងប្អូនហើយផ្លូវចូលមកក្នុងដីបាទនេះមានភ្លើងមានអីចូលទៅហើយផ្លូវចូលទៅនេះបាទជាប្រភេទផ្លូវគ្រូក្រហមបាទអត់មានភក់បែកម៉ាំបែកអីទេបងប្អូនបាទទោះបីព្រៀងយ៉ាងណាក៏នៅតែអត់បែកភក់បែកម៉ាំដែរបងប្អូនបាទរិសាជាប្រភេទដីផ្លូវគ្រូក្រហមបងប្អូនគ្រាន់តែវាមិនត្រង់ភ្លឹងបាទតែធំទលាយណាផ្លូវនេះបាទដោយសារតែមានព្រៃវាដុះចិត្តបើមិនជាការព្រៃមានអត្រៈមានអីរុញគឺវាលភ្លឹងធំល្វឹងល្វើយហើយផ្លូវបងប្អូនបាទទីតាំងនេះល្អមែនតើបងប្អូនបាទហើយផ្លូវខ្វាត់ខ្វែងមែនតើមានផ្លូវខ្វាត់ខ្វែងចូលទៅក្នុងនោះមានចំការមានអីគេផ្សេងបាទនៅតាមដងផ្លូវបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនបាទមានចំណាប់អារម្មណ៍បាទកុំភ្លេចតាក់ទងមកខ្ញុំបាទសូមអរគុណច្រើនពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទ